បាទសួស្តីអ្នកទាំងអស់គ្នាមើលជួបគ្នាម្ដងទៀតហើយបាទហើយក្នុងវីដេអូនេះដែរខ្ញុំនឹងមកធ្វើការបង្ហាញទាក់ទងនឹងការប្រើប្រាស់រូបមន្ត now today ហើយនិង can តើទាំង3នេះគឺគេប្រើខុសប្លែកគ្នាបែបណាឥឡូវយើងទៅមើលទាក់ទងនឹងការប្រើប្រាស់ទាំងអស់គ្នាបាទអញ្ចឹងយើងមើលទី1នេះទាក់ទងនឹងរូបមន្ត now រូបមន្ត now គេប្រើសម្រាប់បង្ហាញទាក់ទងនឹងការបរិច្ឆេទជាមួយនឹងពេលវេលាមានន័យថាយើងប្រើជាមួយនឹងសម្រាប់បង្ហាញទៅលើការបរិច្ឆេទទៅលើបច្ចុប្បន្នឥឡូវនេះហើយជាមួយនឹងពេលវេលាចំណែក today គឺយើងប្រើសម្រាប់បង្ហាញកាលបរិច្ឆេទបច្ចុប្បន្នអញ្ចឹងកន្លែងនេះគឺយើងប្រើសម្រាប់តែបង្ហាញទៅលើកាលបរិច្ឆេទបច្ចុប្បន្នទេបាទចំណែក time គឺយើងប្រើសម្រាប់គុំម៉ោងនាទីវិនាទីទៅជាពេញម៉ោងអញ្ចឹងកន្លែងនេះយើងសេរូបមន្ត time មកអញ្ចឹងកន្លែងនេះយើងមានម៉ោងមាននាទីមានវិនាទីទៅបាទអញ្ចឹងកុំឲ្យខាតពេលវេលាយូរឥឡូវទៅមើលខ្ញុំឧទាហរណ៍បង្ហាញទាំងអស់គ្នាបាទអញ្ចឹងឥឡូវនេះខ្ញុំធ្វើការបង្ហាញទៅលើរូបមន្ត now មុនបាទយើងកន្លែងនេះអត់ពិបាកទេយើងគ្រាន់តែសរសេរយើងគ្រាន់តែដាក់សញ្ញាស្មើមកហើយយើងសេរូបមន្ត now មកអញ្ចឹងមកបាទអូខេហើយកន្លែងនេះយើងគ្រាន់អូខេបិទបើកវងកញ្ចក់ហើយនឹងបិទវងកញ្ចក់ប៉ុណ្ណឹងមកជាការស្រេចអញ្ចឹងកន្លែងនេះអូខេប៉ុណ្ណឹងមកខ្ញុំ enter អញ្ចឹងវានឹងចេញទាក់ទងនឹងកាលបរិច្ឆេទបច្ចុប្បន្នជាមួយនឹងពេលវេលាអូខេអញ្ចឹងកន្លែងនេះដោយសារវាជាប់ទាក់ទងនឹង font អញ្ចឹងខ្ញុំអាចដូរ font វាចេញសិនឥឡូវឧទាហរណ៍ថានេះខ្ញុំដាក់ថា font Times New Roman ចាបាទអញ្ចឹងវានឹងបង្ហាញធម្មតាអូខេអញ្ចឹងយើងគ្រាន់តែបង្ហាញទៅលើរូបមន្តសរសេរទៅលើរូបមន្តបែបហ្នឹងទៅជាការស្រេចបាទវានឹងបង្ហាញទាក់ទងនឹងកាលបរិច្ឆេទហើយនឹងជាមួយនឹងម៉ោងពេលវេលាបាទចំណែក today នេះក៏មិនសូវខុសគ្នាប៉ុន្មានដែរបាទយើងគ្រាន់តែសរសេររូបមន្តចូលដូចគ្នាមកឥឡូវខ្ញុំអូខេខ្ញុំដូរទាក់ទងនឹង font នេះឲ្យសិនអូខេអញ្ចឹងកន្លែងនេះខ្ញុំសេស្មើហើយខ្ញុំសេ today អូខេយើងអាចធ្វើបែបហ្នឹងដូចគ្នា enter មកបាទអញ្ចឹងកន្លែងនេះវាបង្ហាញដូចគ្នាថ្ងៃទី29ខែ10ហើយឆ្នាំ2025បាទអូខេអញ្ចឹងវាបង្ហាញតកតងកាលបរិច្ឆេទទេបាទអូខេចំណែករូបមន្ត time នេះគឺយើងប្រើសម្រាប់មានថាយើងកំណត់ផ្ដុំការផ្ដុំម៉ោងហ្នឹងរបស់យើងហ្នឹងពីម៉ោងពីនាទីពីវិនាទីហ្នឹងឲ្យវាទៅជាពេញម៉ោងបាទឧទាហរណ៍ថាកន្លែងនេះមានម៉ោងរបស់យើងគឺម៉ោង2:45នាទីហើយនឹង20វិនាទីបាទអញ្ចឹងកន្លែងនេះយើងសេរូបមន្តម៉ោងស្មើហើយយើងសេរូបមន្ត time មកបាទអូខេអញ្ចឹងយើងមើលកន្លែងក្នុងរូបមន្តគេនេះអូខេអញ្ចឹងគឺមានឲ្យយើងនេះម៉ោងនាទីហើយនឹងវិនាទីតកតង second ឥឡូវយើង select មកអញ្ចឹងកន្លែងនេះយើងធ្វើការ comma មួយបាទហើយបន្តមកយើងធ្វើការ select ទៅលើ minute ទៅលើនាទីបាទហើយកន្លែងនេះគឺ comma មួយដែរមកហើយបន្តមកកន្លែងនេះយើងធ្វើការ select ទៅលើ second បាទទៅលើវិនាទីបាទតែប៉ុណ្្នឹងមកធ្វើការបិទមុខកញ្ចក់អូខេដាក់ enter មកអញ្ចឹងកន្លែងនេះវានឹងបង្ហាញចម្លើយមកមានន័យថាម៉ោង2:45នាទីនិង20វិនាទីពេលព្រឹកអញ្ចឹងកន្លែងនេះបើសិនជាយើងឧទាហរណ៍បើសិនជាយើងចង់កំណត់ម៉ោងជាពេលល្ងាចវិញឧទាហរណ៍ថាឲ្យវាលុតចេញជា PM វិញតែយើងគួរកំណត់បែបម៉េចបើយើងចង់បានឧទាហរណ៍ថាម៉ោង2ដែរប៉ុន្តែយើងចង់កំណត់វាជាពេលល្ងាចអញ្ចឹងកន្លែងនេះអត់ពិបាកទេយើងគិតជាម៉ោងសកលមកមានន័យថាបើសិនជាម៉ោង2គឺយើងស្មើនឹងម៉ោងប៉ុន្មានម៉ោង14យើងអាចដាក់ម៉ោង14អញ្ចឹងមកអូខេអញ្ចឹងវានឹងចេញជា PM វិញអូខេអញ្ចឹងសង្ឃឹមថាតកតងនឹងការប្រើប្រាស់រូបមន្តទាំង3នេះសង្ឃឹមថាអ្នកទាំងអស់គ្នាយល់បានទាំងអស់គ្នាបាទអរគុណសម្រាប់ការតាមដានទស្សនាវីដេអូនេះពីដើមរហូតដល់ចប់បាទ